เข้าไปจับฮุนเซนเหมือนที่สหรัฐเข้าไปทำกับเวเนซุเอลาได้ไหมคะเป็นไปได้ถ้าเกิดว่าศักยภาพกองทัพคุณถึงผมมองว่าถ้าผมเป็นรัฐบาลผมจะเล่นเกมสั้นกับมันทันทีเกมสั้นคืออะไรคะท่านผมมีวิธีกันผมเล่นกับมันได้ฮุนเซนรอบเนี้ยรับรองได้ว่ามันไม่เคยเจอกันในชีวิตมันประเทศไทยจองทั่วโดยสหรัฐอเมริกដើម្បីចោះចាប់សម្ដេចតេជោដល់ក្នុងទីក្រុងភ្នំពេញมีข่าวว่าท่านคือพรรคสาขาនេះគឺជាសារព័ត៌មានថៃដែលបានសម្ភាសអ្នកនយោបាយនៅក្នុងស្រុកអំពីការបោះឆ្នោតនៅថ្ងៃនាខាងមុខនេះសារព័ត៌មានរូបនេះក៏ចោទសំណួរទៅសួរអ្នកនយោបាយរូបនេះថាតើការបោះឆ្នោតនៅនាខាងមុខនេះតើអាចប្រព្រឹត្តឡើងដោយបានជោគជ័យដែរឬទេហើយអ្នកនយោបាយរូបនេះក៏បានឆ្លើយតបភ្លាមៗថាអាចកើតឡើងបានបើសិនជាហ៊ុនសែនមិនធ្វើការបាញ់ BM21 មកកាន់ប្រទេសថៃហើយក៏បានចោទមកកាន់ប្រទេសកម្ពុជាថាប្រទេសកម្ពុជាប្រហែលថ្ងៃមុននោះក៏មានយន្តហោះចេញពីប្រទេសបារ៉ារូហោះមកកាន់ប្រទេសកម្ពុជាដោយមានដឹកអាវុធនិងទាហានស៊ីឈ្នួលធ្វើសង្គ្រាមរបស់ប្រទេសកម្ពុជាផងដែរហើយអ្វីដែលអ្នកនយោបាយបាននិយាយនេះគឺជាយន្តហោះដែលហោះចេញពីប្រទេសចិនដែលបានដឹកជាមួយនឹងបរិស្ថានជួយសង្គ្រោះបន្ទាន់សម្រាប់ទាហានដែលទៅច្បាំងជាមួយនឹងថៃមិនត្រឹមតែប៉ុណ្ណោះទេអ្នកនយោបាយរូបនេះក៏បានចោទមកកម្ពុជាទៅថាកម្ពុជាកំពុងតែចល័តទ័ពជារៀងរាល់ថ្ងៃសង្កេតមើលទាហានថៃគ្រប់ទីកន្លែងហើយរឿងរ៉ាវទាំងនេះនឹងអាចចប់ទៅវិញបើសិនជាប្រជាជនថៃទាំងអស់នឹងរើសគាត់ធ្វើជានាយករដ្ឋមន្ត្រីគាត់នឹងធ្វើការប្រតិបត្តិការដូចជាសហរដ្ឋអាមេរិកជាមួយនឹងប្រទេសវេណេស៊ុយអេឡាប្រហែលថ្ងៃមុននេះដែលសហរដ្ឋអាមេរិកធ្វើប្រតិបត្តិការជាមួយនឹងទាហានពិសេសចុះចាប់ទៅដល់ក្នុងប្រទេសវេណេស៊ុយអេឡានេះហើយអ្នកនយោបាយរូបរាងកញ្ចាស់នេះចង់ធ្វើឲ្យប្រទេសថៃក្លាយជាមហាអំណាចនៅក្នុងអាស៊ានអ្វីដែលសំខាន់នោះគឺថាអ្នកនយោបាយនេះគឺដឹងគ្រប់យ៉ាងអំពីប្រទេសកម្ពុជាតែម្ដងទាំងតែថាឥឡូវនេះប្រទេសកម្ពុជាសេដ្ឋកិច្ចកំពុងតែយ៉ាប់យ៉ឺនហើយប្រជាជនកំពុងតែចលាចលព្រោះតែគ្មានអាហារដោយសារបិទការនាំចូលពីប្រទេសថៃហើយអ្នកនយោបាយរូបនេះក៏បាននិយាយចោទបន្ថែមទៀតថាយើងអាចធ្វើប្រតិបត្តិការដោយសហរដ្ឋអាមេរិកបានដើម្បីចោទចាប់សម្ដេចតេជោហ៊ុនសែនដោយចោទអំពីបទល្មើសអំពីថ្នាក់ដឹកនាំប្រទេសកម្ពុជាបានរួមជាមួយនឹង scammer ហើយនឹងចោទអំពីបទសម្លាប់មនុស្សដើម្បីចម្រិតយកប្រាក់អំពីប្រទេសផ្សេងៗហើយនៅក្នុងនោះអ្នកនយោបាយម្នាក់នេះក៏នៅអះអាងទៀតថាបើខ្លួនបានធ្វើជារដ្ឋមន្ត្រីអ្នកដែលពុករលួយនៅក្នុងប្រទេសថៃគឺត្រូវតែកំចាត់ចោលឲ្យអស់បើគាត់ធ្វើមិនបានទេឲ្យយកជើងមកទាត់ក្បាលគាត់ទៅហើយឥឡូវនេះនៅក្នុងប្រទេសថៃមិនមែនមានតែអ្នកនយោបាយម្នាក់នោះទេដែលមានការគិតបែបនេះគឺមានអ្នកនយោបាយផ្សេងទៀតដែលមានការគិតបែបនេះហើយយកធ្វើជាសម្លេងបោះឆ្នោតនៅក្នុងប្រទេសថៃហើយមិនមែនគ្រប់តែអ្នកនយោបាយយកស្របបែបនោះទេក៏មានអ្នកប្រឆាំងផងដែរថាបើសិនជាអ្នកជាប់បោះឆ្នោតហើយអ្នកធ្វើបែបនឹងមែនតើអ្នកអាចពិតជាធ្វើបានមែនឬទេព្រោះដោយសារសម្ដេចតេជោហ៊ុនសែនគឺមានអង្គរៈជាច្រើនហើយមិនមែនជាអង្គរៈការពារធម្មតានោះទេជាអង្គរៈដែលបានฝึกហាត់យ៉ាងអត់លំអន់ฝึกហាត់យ៉ាងពិសេសវាមិនងាយស្រួលដូចជាការគិតរបស់អ្នកដែលចង់ទៅចាប់ឬក៏ចាប់បាននោះទេយើងកុំប្រៀបធៀបខ្លួនឯងដូចជាសហរដ្ឋអាមេរិកព្រោះសហរដ្ឋអាមេរិកគឺគេមាននួយពិសេសដែលខ្លាំងក្លាជាងយើងឆ្ងាយណាស់តើអ្នកនរគ្នាយល់យ៉ាងណាដែរចំពោះបកនយោបាយទាំងអស់នៅក្នុងប្រទេសថៃដែលយកប្រទេសយើងទៅធ្វើនយោបាយបែបនេះ